ผมเนี่ยก่อนនិយាយចេះថាអ្វីដែលជឿចាប់បំផុតគឺនៅពេលដែលអ្នកដឹងថាឪពុកម្ដាយរបស់អ្នកកំពុងតែចាស់ទៅដោយស្ងៀមស្ងាត់បំផុតអ្នកអត់បានចាប់អារម្មណ៍នៅដំណើររបស់គាត់ដ៏យឺតភ្នែកដ៏នឿយហត់ដៃរបស់គាត់ដែលញ័រព្រោះគាត់នៅតែញញឹមនៅតែសួរអ្នកថាបានញ៉ាំបាយនៅខណៈពេលដែលអាយុរបស់គាត់កាន់តែទៅមុខគាត់ធ្លាប់តែ3នាក់នៅលើស្មាតែឥឡូវនេះគ្រាន់តែកាន់អវ៉ាន់ឡើងចដើក៏ពិបាកដែរថ្ងៃមួយអ្នកនឹងប្រាថ្នាចង់បានត្រឹមតែការនិយាយគ្នាជាមួយគាត់អោបគាត់ម្ដងទៀតផ្ដល់នៅការថែទាំទៅគាត់ម្ដងទៀតហើយមិនមែនអំណោយដែលពួកគាត់ឲ្យទេដែលនៅជាមួយយើងតែវាគឺជាក្តីស្រឡាញ់ដែលគាត់ចាក់មកក្នុងជីវិតរបស់យើង day by day អញ្ចឹងថ្ងៃនេះខណៈពេលដែលពួកគាត់នៅជាមួយអ្នកកុំភ្លេចរំលឹកប្រាប់គាត់ថាគាត់គឺជា hero នៅក្នុងជីវិតរបស់អ្នកជាផ្ទះរបស់អ្នកហើយក៏ជា the greatest blessing របស់អ្នកដែរអញ្ចឹងប្រាប់តិចមើលថាតើពេលណាដែលជាពេលចុងក្រោយដែលអ្នកប្រាប់ទៅឪពុកម្ដាយរបស់អ្នកថាពួកគាត់មានតម្លៃចំពោះអ្នកខ្លាំងប៉ុណ្ណាទៅ